បាទជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលចិត្តលេងនៅឆ្នោតយួនក៏ដូចជាតាមដានការតម្រូវឆ្នោតយួនប្រចាំថ្ងៃនៅលើ Channel សង្ក្រានឆ្នោតយួនរបស់ Admin បាទអញ្ចឹងថ្ងៃនេះមកជួបគ្នាសាជាថ្មីទៀតហើយជាមួយនឹងតម្រុយសម្រាប់ថ្ងៃទី30ខែ4 2026បាទជឿឃើញថាតម្រុយកាលពីមួយសម័យដែលមានបានឲ្យបាទឃើញថាចូលចំច្រើនទៀតហើយបាទចូលចំច្រើនមែនតែនបាទចឹងសម្រាប់ពុកម៉ែបងប្អូនដែលយកទៅផ្សងសំណាងការពីមួយសម័យបាទគេដឹងហើយណាបាទតម្រូវរបស់មានឃើញថាបានចូលបាទចូលច្រើនមែនតែនបាទចុះសម្រាប់ការពីមួយសម័យមានឲ្យលេខតូចដល់មកពុកម៉ែបងប្អូនទាំងអស់គ្នាគឺ41 49 73 28ហើយលេខធំមានឲ្យ9 73កូន8 24កូនហើយលេខអុសគឺអុស40និងអុសចិត្តណាបាទអញ្ចឹងយើងចូលទៅផ្ទៀងផ្ទាត់មើលនៅតម្រុយជាមួយនឹងលទ្ធផលទាំងអស់គ្នាណាពុកម៉ែបងប្អូនយើងបាទអញ្ចឹងសម្រាប់លទ្ធផលការពីម្សិលមិញបាទប៉ោះអាពីលេខ75លេខធំគឺ425ប៉ោះហូលេខតូច53លេខធំ781ប៉ោះ B លេខតូច37លេខធំ291ប៉ោះ C លេខតូច91និងលេខធំ372និងចុងក្រោយប៉ោះ D លេខតូចគឺ31និង3លេខ729ណាបាទចឹងសារ៉ាប់តម្រុយរបស់មានបាទឲ្យម្សិលមិញគឺ41 49បាទ41 49ក្នុងខ្សែដូចជាមិនមានទេណាពុកម៉ែបងប្អូនយើងបាទហើយមានឲ្យ73បាទ73ចាញ់73ចាញ់75បាទហើយចាញ់53បាទយើងខំម្លេចណាពុកម៉ែបងប្អូនយើងបាទខំម្លេចបាទហើយសម្រាប់មានឲ្យ41ចាញ់91បាទចាញ់91ឲ្យ49ឲ្យ49ត្រឡប់បាទ94ចាញ់91ដូចគ្នាបាទចាញ់91ដូចគ្នាបាទយើងសារ៉ាប់តម្រុយពីលេខបាទលេខតូចណាបើគឺអត់ចូលទេណាពុកម៉ែបងប្អូនយើងបាទគឺអត់ចូលទេហើយសម្រាប់3លេខរបស់យើងវិញបាទ admin ឲ្យ973បាទ973បាទចេញ7 729បាទ729យើងខំមកលេខបាទយើងខំមកលេខហើយ admin ឲ្យ824បាទចេញ425បាទ425ដល់ណាយើងខំមកលេខដែរណាបាទយើងខំមកលេខបាទចឹងសារ៉ាប់នៅម៉ោង4នេះបាទសារ៉ាប់តម្រុយដោយសម្រាប់លេខតូចហើយលេខធំគឺយើងមិនបានចូលទេណាពុកម៉ែបងប្អូនប៉ុន្តែយើងបានចូលក្នុងអុសបាទគឺអត់មានឲ្យអុសចិត្តណាអុសចិត្តបាទយើងបាន75មកក្របបាទ75ណាបាទចឹងពុកម៉ែបងប្អូនដែលបានផ្សងនៅលេខអុសគឺបានចូលបាទមានឲ្យ73ចេញ37យើងបើគុណយើងបានចូលតែអត់មានបានឲ្យគុណណាកាលពីម្សិលមិញអូខេតើយើងទៅម៉ោង6ជាបន្តបាទអញ្ចឹងសារ៉ាប់នៅម៉ោង6ណាសារ៉ាប់នៅម៉ោង6បាទលេខតូចប៉ោះ A គឺ72 46 69 18បាទលេខធំគឺ277 058 312ហើយលេខតូចប៉ោះ B គឺ86លេខធំគឺ665អជាស្រ័យ569ហើយលេខធំជាស្រ័យលេខតូចប៉ោះ C ណា69ហើយលេខធំ865លេខតូចប៉ោះ D គឺ89និងលេខធំ656បាទជាសារ៉ាប់តម្រុយរបស់មានប្រសិនមិញអត់មានឲ្យពុកម៉ែបងប្អូនលេង73 41ណាចុះមកលេខឡើងមកលេខបាទយើងចុះមកលេខគឺយើងចូលចំនៅ72សារ៉ាប់73ណាពុកម៉ែបងប្អូនយើងបាទសារ៉ាប់តម្រុយក្នុងខ្សែអត់មានឲ្យ41 49បាទចេញ46ហើយ49ចេញ69ណាបាទឲ្យ28ចេញ15ចឹងយើងខុសមួយលេខបាទយើងខុសមួយលេខតែម្ដងជាមួយនឹងតម្រុយណាបាទសម្រាប់3លេខធំគឺឲ្យបានចូលទៅណាបានក្បែរទៅនៅប៉ោះ A ហើយសម្រាប់នៅម៉ោងនៅ B នៅប៉ោះ B ណា B គឺដូចជាអត់ចូលដែរសឹកខ្ទង់8បាទខ្ទង់8និង6បាទអត់មានឲ្យ8 6ទេបាទគឺយើងអត់បានចូលណាយើងតែខុសមួយលេខបាទអត់មានឲ្យ49ចេញ69បាទបាទអញ្ចឹងសម្រាប់នៅម៉ោង6យើងចូលចំគឺ72មកក្របបាទ72មកក្របណាហើយសម្រាប់ខ្ទង់អុសរបស់យើងគឺយើងនៅចូលខ្ទង់7ក៏ដូចជាខ្ទង់40បានមកក្របដែរណាពុកម៉ែបងប្អូនសម្រាប់ខ្ទង់អុសបាទខ្ទង់អុសបាទ
ពុកម៉ែបងប្អូនបានផ្សងសំណាងនៅលេខត្រង់ទេបាទលេងនៅក្នុងខ្ទង់អុកគឺយើងចូលបាន72មួយគ្រាប់នៅ46មួយគ្រាប់បាទជាសារ៉ាតម្រុយកាលពីម្សិលមិញម៉ោង4យើងបានមួយគ្រាប់ខ្ទង់អុក7ហើយនឹងម៉ោង6យើងចូលចំបាទចូលចំមួយគ្រាប់ក៏ដូចជាចូលអុក46មួយគ្រាប់អញ្ចឹងយើងសរុបទៅយើងបាន3គ្រាប់ដែរបាទអញ្ចឹងយើងមិនថ្មីទេយើងបានចូលដែរណាពុកម៉ែបងប្អូនយើងបានចូលត្រង់ដែរអូខេតើកុំឲ្យខាត់ពេលវេលាយូរយើងចូលទៅកាន់តម្រុយថ្ងៃថ្មីតែម្ដងបាទអញ្ចឹងadmin សូមលុបនៅតម្រុយថ្ងៃចាស់សិនណាបាទអញ្ចឹងពុកម៉ែបងប្អូនadminសូមចិត្តដល់ពុកម៉ែបងប្អូនទាំងគ្នាកុំភ្លេចណាជួយចុច like អធិស្ឋានកុំភ្លេចជួយចុច like ក៏ដូចជាចុចជាវនៅលើ channel របស់admin ម្នាក់មួយផងណាបាទដើម្បីងាយស្រួលតាមដាននៅការឲ្យតម្រុយក៏ដូចជាតាមដាននៅការ live នៅលទ្ធផលប្រចាំថ្ងៃនៅលើ channel របស់admin តែម្ដងបាទតសម្រាប់តម្រុយបាទពីលេខadmin ឲ្យ4គ្រាប់ដដែលបាទadmin ឲ្យ52 57 94ហើយនៅ43ណាហើយសម្រាប់លេខធំបាទលេខធំadminមាន2គ្រាប់742គុណនិង594គុណបាទ594គុណជាស្រ័យហើយនឹងចុងក្រោយបាទចុងក្រោយគឺខ្ទង់អុសadminឲ្យពុកម៉ែបងប្អូនគឺអុស50ហើយនឹងអុស9បាទអុស9បាទចឹងសម្រាប់តម្រុយនៅថ្ងៃទី30នេះបាទ admin ដាក់ជូនទៅដល់ពុកម៉ែបងប្អូនប៉ុណ្ណឹងសម្រាប់លេខតូចបាទ5294 admin នៅតែឲ្យពុកម៉ែបងប្អូនលេងរងចុះមួយលេខឡើងលេខដដែលហើយ5743គឺ admin ឲ្យពុកម៉ែបងប្អូនយើងលេងគុណត្រឡប់ណាបាទហើយសម្រាប់លេខធំបាទលេខធំគឺ admin ឲ្យពុកម៉ែបងប្អូនលេងគុណបាទលេខគុណណាយើងលេងត្រង់និយាយចូលទេបាទហើយសម្រាប់លេខអុសបាទបើពុកម៉ែបងប្អូនឆ្លាញ់ខ្ទង់មួយណាយកខ្ទង់មួយនោះទៅឆ្លាញ់ទាំងពីរយកទាំងពីរបាទព្រោះខ្ទង់អុសគឺចូលបានច្រើនប៉ុន្តែយើងដាក់ទៅរៀងច្រើនដែរណាពុកម៉ែបងប្អូនយើងបាទបើដាក់កូប៉ោរៀងច្រើនបាទដាក់កូប៉ោរៀងច្រើនបាទចឹងសារ៉ាតម្រុយរបស់adminនៅថ្ងៃទី30នេះគឺមានតែប៉ុណ្្នឹងជូនទៅដល់ពុកម៉ែបងប្អូនស្កាន់តែពុកម៉ែបងប្អូនឆ្លាញ់ហើយយកទៅផ្សងសំណាងគឺបានចូលត្រូវទាំងអស់គ្នាណាបាទចឹងមានជូនពរឲ្យពុកម៉ែបងប្អូនយកលេខពី channel របស់adminទៅបាទទទួលបានលាភជ័យហេងបានចូលត្រូវចំជាជូនពរឲ្យពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទរកទទួលទេបានតាណាមណាប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នាបាទហើយសម្រាប់ការអធិប្បាយនៅការឲ្យតម្រុយមានពីពេចលើសលួសត្រង់ណាមកសំរុំក៏សូមចាត់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាបាទមេត្តាខន្តីអភ័យទោសមកដល់ admin ផងបាទចាំមានសូមគោរពលាយើងជួបគ្នានៅការតម្រុយថ្ងៃស្អែកជាបន្តទៀតបាទសូមអរគុណ